បាទជំរាបសួរខ្ញុំបាទឈ្មោះណប់នុនជាប្រធានក្រុមប្រឹក្សាបាលសហគមន៍កសិកម្មរស័យធម្មគីដែលមានទីតាំងស្ថិតនៅភូមិរស័យឃុំតមើនស្រុកថ្មគោលខេត្តបាត់ដំបងសហគមន៍កសិកម្មយើងគឺមានទីស្នាក់ការជាប់នឹងម្ដយផ្លូវជាតិលេខ5បាទសមាជិកមកដល់បច្ចុប្បន្ននេះមានចំនួន349គ្រួសារផ្ទះសំណាញ់របស់ខ្ញុំផ្ទាល់មានចំនួន54ផ្ទះសំណាញ់វាពាក់ព័ន្ធទៅលើការបំរើបំពុលអាកាសធាតុយើងដឹងហើយភ្លៀងខ្លាំងបង្កជំងឺក្តៅខ្លាំងហូតហែងបង្កសត្វល្អិតច្រើនអញ្ចឹងហើយដែលធ្វើឲ្យខ្ញុំហ្នឹងគិតថាមានតែផ្ទះសំណាញ់ទេពេលណាក៏យើងចង់ដាំបានដែរក្តៅយើងមានស្បៃទប់ដើម្បីទប់កម្ដៅហើយភ្លៀងយើងមានផ្លាស្ទិក UV អញ្ចឹងវាពិតជាប្រសើរសម្រាប់អ្នកដាំដុះមែនទែនអញ្ចឹងហើយខ្ញុំជ្រើសរើសយកផ្ទះសំណាញ់ជាចម្បងក្នុងការអនុវត្តកសិកម្មរបស់ខ្ញុំបាទបច្ចេកទេសដែលបានមកគឺមានច្រើនទីមួយពាក់ព័ន្ធនឹងមន្ទីរឬក៏ក្រសួងជំនាញអីចឹងទៅបានផ្ដល់ច្រើនបាទមិនមែនចេះនេះដោយឯងទេហើយយើងបូករួមផ្សំច្រើនទៀតមានអង្គការស្ថាប័នជាច្រើនហើយខ្ញុំបានបូកដកគុណចែកបន្ថែមអ្វីដែលជាក់ស្ដែងយើងធ្វើទៅជួបអីយើងដោះស្រាយនឹងបន្តទៅទៀតទៅពួកយើងខ្លាចយថាគុំមួយដែលមានជំនាញក្នុងការដោះស្រាយបញ្ហាទៅលើការដាំដុះក្នុងផ្ទះសំណាញ់នឹងដែរតាមពិតទីផ្សារបើសិនជាយើងមានទៀងទាត់ហើយយើងមានផ្ទះសំណាញ់ច្រើនអត់ជាបញ្ហាទេព្រោះអ្នកណាក៏ដឹងហើយថាអ្នករកគឺចង់រកឲ្យជាប់ហើយអ្នកដែលទិញតពីយើងទៅហ្នឹងគាត់ចង់យកទៅទិញលក់ឲ្យម៉ួយគាត់ជាប់ដូចគ្នាអ្នកដែលបន្តទៅដល់មូលដ្ឋានហ្មងទៅដល់លើរៀនហ្នឹងហ្មងកាន់តែចង់ឲ្យជាប់អត់ឲ្យមានដាច់ទេអញ្ចឹងវិធីសាស្ត្រតែមួយគាត់គឺទៅរៀបផែនការឲ្យជាក់លាក់ហើយមើលទៅតាមតម្រូវការឆ្នាំនីមួយៗដែរបើនិយាយពីអារម្មណ៍ក្នុងកម្មវិធីយើងដែលកំពុងតែសិក្សានេះខ្ញុំមើលឃើញពួកគាត់ទាំងពីក្រោកពីម៉ោង5គឺគាត់បានទៅជែកគ្នាពីបញ្ហារបស់គាត់បាទព្រោះមានតែគ្នាគាត់នៅគ្នាគាត់ហ្នឹងឯងគាត់និយាយត្រង់ទៅវិញទៅមកហ្មងបាទដើម្បីឲ្យគាត់មានឱកាសទៅជែកគ្នាគាត់ដើរបដើមើលបន្លែបដើស្ដាប់គ្រូបរៀនបាទដល់ម៉ោងសម្រាប់អាហារសម្រន់គាត់ទៅជែកគ្នាអញ្ចឹងខ្ញុំពិតជាសប្បាយមែនទែនខ្ញុំចង់ឲ្យមានកម្មវិធីនឹងច្រើនដងព្រោះពេលណាមានកម្មវិធីនឹងច្រើនដងខ្ញុំបានស្ដាប់កសិករយើងមួយចំនួនអ្នកខ្លះក៏អត់ទាន់ដឹងថាដាំបន្លែក្នុងផ្ទះសំណាញ់នឹងមិនខ្មិចហើយប្រើទឹកតំណក់នឹងទៅគ្រប់អត់ផងទាំងយើងដាំ4-10ឆ្នាំហ្នឹងអញ្ចឹងបើនិយាយពីអារម្មណ៍បើនិយាយពីទឹកចិត្តគឺសប្បាយហើយបើពីអារម្មណ៍វិញគឺផ្សារភ្ជាប់ជាមួយគូប្រកបមែនទែនបាទនាងខ្ញុំសូមបញ្ជាក់ជូនថាកម្មវិធី Aspire AT ជាយន្តការមួយក្នុងចំណោមយន្តការជាច្រើនរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្នុងការអភិវឌ្ឍវិស័យកសិកម្មពង្រឹងសន្តិសុខស្បៀងរបស់ជាតិនិងបង្កើនជីវភាពកសិករកម្មវិធី Aspire AT បានជ្រើសរើសយកសហគមន៍កសិកម្មតាសីសាមគ្គីជាកន្លែងសម្រាប់ចែករំលែកចំណេះដឹងនិងបទពិសោធន៍ល្អៗអំពីផលិតកម្មការគ្រប់គ្រងនិងការលក់បន្លែរវាងកសិករនាំមុខឬកសិករឆ្នើមដែលអញ្ជើញមកពីបណ្ដាខេត្តនានាពីព្រោះតាសីសាមគ្គីជាសហគមន៍ដែលគ្រប់គ្រងដោយកម្មវិធី Aspire AT ហើយទទួលបានភាពជោគជ័យលើការផលិតការគ្រប់គ្រងនិងការលក់ដូរបន្លែជាងនេះទៅទៀតសហគមន៍នេះមានភាពគំរូក្នុងផ្នែកគ្រប់គ្រងនិងដឹកនាំដែលធ្វើឲ្យមានភាពរីកចម្រើនជាលំដាប់ជាមួយនឹងការរៀបចំការចែករំលែកនេះយើងអាចរំពឹងទុកថាកសិករនាំមុខឬកសិករឆ្នើមដែលអញ្ជើញមកពីសហគមន៍កសិកម្មចំនួន37នៃខេត្តចំនួន13អាចចែករំលែកទទួលបានព័ត៌មានចំណេះដឹងនិងបទពិសោធន៍ពាក់ព័ន្ធនឹងការអនុវត្តល្អបញ្ហាប្រឈមដែលបាននិងកំពុងជួបប្រទះព្រមទាំងកំណត់នៅដំណោះស្រាយដែលសមស្របពីគ្នាទៅវិញទៅមកហើយកសិករទាំងអស់នេះនឹងផ្សព្វផ្សាយបន្តជូនដល់កសិករផ្សេងទៀតនៅក្នុងសហគមន៍របស់ពួកគាត់ធ្វើបានបែបនេះធ្វើឲ្យកសិកម្មនិងការគ្រប់គ្រងបន្លែកាន់តែមានភាពប្រសើរនិងឆ្លើយតបបានកាន់តែល្អជាមួយនឹងតម្រូវការទីផ្សារយើងសង្កេតឃើញថាបណ្ដាគណៈកម្មការសហគមន៍ដែលលោកបានអញ្ជើញមករៀននៅទីនេះគឺគាត់ពិតជាសប្បាយរីករាយនឹងការផ្ដល់បច្ចេកទេសនិងជំនាញពាក់ព័ន្ធនឹងការគ្រប់គ្រងអាជីវកម្មរបស់គាត់វគ្គបណ្ដុះបណ្ដាលនេះធ្វើឲ្យខ្ញុំបានយល់ច្បាស់កាន់តែថែមទៀតដោយសារខ្ញុំមានផ្ទះសំណាញ់ហើយតែក៏ខ្ញុំបានមកសិក្សាបន្ថែមរឹតតែបានល្អថែមទៀតដោយសារអីផ្ទះសំណាញ់នេះគឺជាលក្ខណៈស្តង់ដារវគ្គបណ្ដុះបណ្ដាលនៅសហគមន៍តាសីសាមគ្គីគឺខ្ញុំមានចំណាប់អារម្មណ៍ខ្ពស់បាទការមកសិក្សាវគ្គបណ្ដុះបណ្ដាលគឺមានជំនាញឬបែបបច្ចេកទេសថ្មីដែលខ្ញុំមានចំណាប់អារម្មណ៍ដូចជាការផលិតខ្ជូរបង្កាមពីមុនមកយើងមិនដែលធ្លាប់ឃើញបាទហើយនឹងមានបច្ចេកទេសដាក់ទយោបាទទយោទ្រីបទំនើបឬក៏ការបណ្ដោះកូនបែបទំនើបទៅថ្ងៃមុខ
ខ្ញុំចង់បានមានកម្មវិធីដែលចេញពីគម្រោង Aspire IT គឺចង់បានវាឲ្យបានច្រើនជាងហ្នឹងព្រោះដោយសារការរៀននេះគឺមិនទាន់បានចប់សពគ្រប់ទេគួរមិនចេះគ្រប់ដែរអញ្ចឹងបើសិនជាអាចសហគមន៍ឬសហគមន៍ដទៃដែលគាត់មានបទពិសោធន៍ថ្មីអាចមកគឺថាប្រឹក្សាគ្នាឬក៏ឲ្យយោបល់គ្នាទៅវិញទៅមកគឺខ្ញុំសប្បាយចិត្តហើយយើងនឹងក្រេបជញ្ជក់យកអ្វីដែលថ្មីបាទសម្រាប់ទៅបម្រើសហគមន៍របស់យើងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំមានអារម្មណ៍សប្បាយចិត្តដែលបានមកទទួលវគ្គបណ្ដុះបណ្ដាលនៅទីនេះណាលោកគ្រូហើយសារកន្លងមកបច្ចេកទេសអស់ហ្នឹងយើងបានរៀនខ្លះប៉ុន្តែវាអត់ទាន់ច្បាស់លាស់ដូចយើងមកនៅទីនេះយើងអនុវត្តផ្ទាល់ពីមុនមកយើងរៀនតែទ្រឹស្ដីអញ្ចឹងដល់ពេលយើងមកទីនេះយើងមានទ្រឹស្ដីផងអនុវត្តផងអញ្ចឹងមានន័យថាយើងអាចចេះបានច្រើនដើម្បីយកទៅវិញទៅអនុវត្តក្នុងសហគមន៍យើងបាទខ្ញុំបាទណែសប្បាយចិត្តដោយគម្រោង Aspire IT បានផ្ដល់ឱកាសឲ្យខ្ញុំបានមកទស្សនកិច្ចនិងសិក្សាក្នុងកសិដ្ឋានរបស់តាសីសាមគ្គីនេះបានយល់ដឹងអំពីការធ្វើដីការបណ្ដុះកូនការធ្វើជីកំប៉ុស្តនិងការប្រើប្រាស់ថ្នាំនិងរៀនសូត្រចំណេះដឹងជាច្រើនដែល Aspire IT ដែលបានផ្ដល់ឱកាសឲ្យខ្ញុំគាត់លោកគ្រូបានពង្យល់បានច្បាស់លាស់ហើយបានមានសំណួរចោទឆ្លើយទៅវិញទៅមកអញ្ចឹងខ្ញុំបានមានចំណេះដឹងច្រើននាងខ្ញុំទទួលបានបទពិសោធន៍ថ្មីហើយចំណេះដឹងច្រើនសម្រាប់នាងខ្ញុំចំណេះដឹងដែលខ្ញុំបានយល់ដឹងពេលដែលខ្ញុំមកសហគមន៍នេះខ្ញុំនឹងយកទៅផ្សព្វផ្សាយក៏ដូចជាចែករំលែកទៅឲ្យខាងសមាជិកក៏ដូចជាកសិករនៅក្នុងសហគមន៍របស់នាងខ្ញុំដែរជាសំណូមពរសូមឲ្យកម្មវិធី Aspire IT បង្កើតកម្មវិធីការរៀនសូត្រនិងចែករំលែកចំណេះដឹងពីបទពិសោធន៍កសិករឆ្នើមទៅកសិករផ្សេងទៀតឲ្យបានច្រើនដើម្បីជួយលើកកម្ពស់ចំណេះដឹងកសិករក្នុងការដាំដុះដំណាំទៅតាមបច្ចេកទេសត្រឹមត្រូវនិងទទួលបានទិន្នផលខ្ពស់ខ្ញុំសូមថ្លែងអំណរគុណរាជរដ្ឋបាលថ្នាក់ដឹកនាំក្រុមដាប់ថ្នាក់ជាពិសេសរដ្ឋមន្ត្រីក្រសួងកសិកម្មនិងមន្ត្រីកសិកម្មនិងអរគុណដល់គម្រោង Aspire IT ដែលបានជួយជុំផ្សេងនៅការបណ្ដុះបណ្ដាលនេះអរគុណបាទជាចុងក្រោយសូមអរគុណដល់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្មមន្ត្រីកសិកម្មហើយជាពិសេសដែលយើងបានរួបរวมនៅក្នុងថ្ងៃនេះគេហៅថាកម្មវិធីទៅជែកចែករំលែកបទពិសោធន៍កសិករឆ្នើមបាទខ្ញុំសូមអរគុណខ្លាំងមែនទែនសូមឲ្យមានកម្មវិធីនេះជាញឹកញាប់បាទអរគុណបង